Bác số sợi ngọc nghĩaនេះជាមេតិកាធានបတ်មួយតែនិយាយថាវិធីសាស្ត្រខ្លះក្នុងការរៀនឲ្យពូកែបាទអញ្ចឹងចំណេះដឹងនេះទី1ជាចំណេះដឹងស្រាវជ្រាវទី2ជាចំណេះដឹងបែបអនុវត្តខ្លួនឯងខ្លះអញ្ចឹងស្រាវជ្រាវខ្លះហើយអនុវត្តខ្លួនឯងខ្លះយកមកផ្សំមកអាចចែកចាយជាចំណេះដឹងមួយសម្រាប់មួយជាពិសេសមួយអ្នករៀនសូត្រតែតែឆ្ងល់ថាមិនបានខ្ញុំរៀនមិនចាំសោះនេះខំប្រឹងទិញខំប្រឹងមើលបណ្ដៃអត់ចាំអូខេតែឥឡូវទៅទាំងអស់គ្នាអូខេអញ្ចឹងដើម្បីរៀនឲ្យចាំស្រួលទេបាទទី1គឺនេះនៅ B&N Cake មានលក់នំប៉័ងគ្រូសង់បាទអញ្ចឹងបើចង់ឲ្យឆ្ងាញ់ប្លែកមាត់អីចង់សាកអីទៅនំប៉័ងគ្រូសង់បាទអាចសាកនៅ B&N Cake បាទយើងលក់នៅទឹកក្រោយបាទអរគុណហើយការលក់នោះមានកំណត់ណាអូខេតោះអញ្ចឹងចូលមកចម្លើយមែនតើអូខេអញ្ចឹងសំណួរដំបូងសួរថាតើខួរក្បាលមានសមត្ថភាពប៉ុណ្ណាអញ្ចឹងណាបាទសំណួរដែលដំបូងយើងសួរទៅ AI អូខេហ្នឹងហើយយើងសួរទៅ AI ChatGPT តើខួរក្បាលមានសមត្ថភាពប៉ុណ្ណាអូខេបាទម្ចាស់សំណួរគឺនេះAI គាត់ថាសំណួរល្អណាស់ទុំបាទ AI គាត់ឆ្លើយតបទៅទុំវិញបាទទុំបាទនេះទុំនេះគឺជាម្នាក់នេះបាទម្នាក់នេះកូនលោកគ្រូសុកលៀងហើយកូនអ្នកគ្រូម្នាក់នេះអ្នកគ្រូស៊ីនាមហើយត្រូវជាប្អូនរបស់ម្នាក់នេះឈ្មោះវតីហើយត្រូវជាបងរបស់ម្នាក់នេះឈ្មោះប៊ុនឡុងដែលកំពុងតែសង្វានំគ្រូសង្ឃញុកហ្នឹងបាទអូខេអញ្ចឹង3អ្នកហ្នឹងគឺទុំហ្នឹងគឺឆ្លាតមុនគេពាក់ព័ន្ធនឹងចេះប្រើប្រាស់ ChatGPT AI បាទគ្រប់សំណួរទាំងអស់ AI អត់ស្គាល់ខ្ញុំទេស្គាល់តែទុំទេបាទអូខេអញ្ចឹង AI ថាសំណួរល្អណាស់ទុំតើខួរក្បាលមានសមត្ថភាពប៉ុណ្ណាអូខេអញ្ចឹងក៏ប៉ុន្តែ AI បានប្រាប់ថាយើងមិនអាចវាស់វែងបានដូចជាហៅថា USB ទេប៉ុន្តែអ្នកវិទ្យាសាស្ត្របានប្រមាណថាសមត្ថភាពខួរក្បាលគឺប៉ុណ្ណាបាទទី1គឺសមត្ថភាពរបស់ខួរក្បាលគឺមានប្រហែល 2.5 PB បាទស្មើនឹង2000តេកាបៃណាឬក៏និយាយឲ្យខ្លីយើងស្គាល់គឺស្មើនឹង2លាន5សែន GB ងាប់បាទបងប្អូនប្រៀបធៀបទៅនឹងhard disk មើលបាទអញ្ចឹងបែរថាខួរក្បាលរបស់នឹងគឺខ្លាំងទៅមែនទែនដាក់ទិន្នន័យច្រើនបានមែនទែនណាបាទនិយាយទូរស័ព្ទវិញកុំព្យូទ័រវិញរាប់ម៉ឺនណារាប់ម៉ឺនគ្រឿងណាបាទបានស្មានខួរក្បាលនឹងមួយអញ្ចឹងសមត្ថភាពរបស់ខួរក្បាលខ្លាំងមែនទែនអញ្ចឹងហើយបានទីកន្លែងនេះយើងរៀនសូត្របានថាកុំភ័យថាអូខ្លាចខួរក្បាលផ្ទុះណារៀនច្រើនពេកផ្ទុះខួរក្បាលនេះណាអានឹងភាសាពូអ្នកខ្ជិលនេះណាអូខេអញ្ចឹងនេះជាសមត្ថភាពរបស់ខួរក្បាលណាយើងចាំទាំងអស់គ្នាគឺសមត្ថភាពខួរក្បាលគឺមាន 2.5 លាន GB ធំមែនទែនណាអូខេហ្នឹងហើយអញ្ចឹងសម្រាប់កន្លែងនេះវាថាខួរក្បាលមនុស្សម្នាក់គឺប្រៀបដូចជា flash drive មួយថាកន្លែងផប់ទុកឯកសារមួយធំជាងគេក្នុងโลกនេះអូខេ AI គាត់ប្រាប់អញ្ចឹងណាអូខេអញ្ចឹងមានសំណួរទៀតណាមានសំណួរទៀតហើយបាទ AI ថាម៉េចសំណួរនេះឆ្លាតហ្មងទុំណាសំណួរនោះទុំសួរថាម៉េចចាំមកថាបើខួរក្បាលមានសមត្ថភាពធំប៉ុណ្ណឹង2លានGBជាងចាំមកថាម៉េចបើមនុស្សខ្លះរៀនមិនចាំនេះចូលដល់សំណួរធានបត់យើងណាបាទយើងក៏ចាក់ទៅ AI ដែរណា AI ថាខួរក្បាលមនុស្សមានសមត្ថភាព2លាន MB អញ្ចឹងទុំគាត់ចាក់ AI វិញថាចុះបើសមត្ថភាពខួរក្បាលធំប៉ុណ្ណឹងមិនបានអ្នកខ្លះរៀនមិនចាំណាបាទទុំ AI ឆ្លើយថាសំណួរនេះឆ្លាតហ្មងទុំអូខេអញ្ចឹង AI បានឆ្លើយវិញថាមានហេតុផលជាច្រើនដូចខាងក្រោមណាចម្លើយរបស់ AI អូខេអញ្ចឹងហេតុផលទី1មកពីក្មួយដែលរៀនអត់ផ្ដោតអារម្មណ៍ណាគេប្រាប់ថាផ្ដោតអារម្មណ៍ពេញលេញបាទអញ្ចឹងមកថាការរៀនមួយបើអត់ផ្ដោតអារម្មណ៍ពេញលេញទេគឺមិនចេះទេឧបមាថាជាភាគច្រើនគឺមេរៀនថ្មីយើងទៅរៀនគណិតរូបគីមីអង់គ្លេសពីមកពេលសិតតែថ្មីប៉ុន្តែក្មួយអត់ផ្ដោតបើក្មួយអត់ផ្ដោតគឺមិនចាំទេណាបាទគេហៅថា attention ណាបើគ្មានការផ្ដោតអារម្មណ៍ព័ត៌មាននឹងមិនចូលទៅក្នុងការចងចាំ
យូរទេណានេះ AI ខ្ញុំបានសម្រួលណាទេខួរក្បាលត្រូវការចំណាប់អារម្មណ៍ដើម្បីរក្សាទុកអ្វីបានល្អហ្នឹងហ៎ខួរក្បាលណារូបខួរក្បាលត្រូវការចំណាប់អារម្មណ៍យើងសាកល្បងចេះនៅពេលដែលយើងចាប់អារម្មណ៍អីខ្លាំងគឺយើងចង់ចាំទុករហូតតែម្ដងជាពិសេសយើងមើលរឿងដែលល្អមើលណាហេតុអីបានយើងចាំហ៎ដោយសារយើងបដោតណាអូខេអញ្ចឹងមកវិញថាទី1គឺមកពីយើងរៀនអត់បានបដោតណាអូខេទី2គ្មានការស្ទង់ឡើងវិញកន្លែងនេះចង់បានន័យថាព័ត៌មានថ្មីបើគ្មានការធ្វើឡើងវិញឬអនុវត្តញឹកញាប់វានឹងលែងចាំបានថាយើងរៀនម្ដងហើយណាយើងរៀនម្ដងហើយប៉ុន្តែយើងអត់បានរំលឹកឡើងវិញអាហ្នឹងក៏អត់ចាំដែរមួយបាទស្អីក៏ដោយគណិតរូបគីមីអង់គ្លេសឬចំណេះដឹងផ្សេងៗដែរដែលយើងរៀនហើយយើងអត់រំលឹកឡើងវិញទេវាអត់ចាំទេបាទឧទាហរណ៍រៀនពីអង់គ្លេសមួយពេលមិនស្ទង់ឡើងវិញបាទមិនស្ទង់ឡើងវិញបានថាមិនរំលឹកឡើងវិញណាវាគ្មានទំនាក់ទំនងវានឹងបាត់ទៅវិញណាបានថាយើងរៀនមកពាក្យមួយយើងរៀនហើយយើងទុកចោលណាអញ្ចឹងបើយើងអត់រំលឹកឡើងវិញម្ដងពីរដងទៅវានឹងភ្លេចអូខេចំណុចទី3ស្បត់ភាពគេងមិនលក់ខ្ញុំបានស្រួលចង់មានន័យថាគេងមិនសំណុះគេងមិនល្អណាអាហ្នឹងពាក់ព័ន្ធការចងចាំដែរបើសិនជាយើងគេងមិនគ្រប់គ្រាន់ទេខួរក្បាលបាទនឹងមិនអាចចងចាំបានល្អទេខួរក្បាលធ្វើការបំលែងណាកន្លែងនេះខួរក្បាលធ្វើការបំលែងចំណេះដឹងទៅជាការចងចាំនៅពេលដែលគេងនេះគេបងប្អូនអញ្ចឹងចំណេះដឹងដែលយើងទទួលបានប្រមាណទាំងអស់ណាគឺយើងត្រូវគេងឲ្យបានស្រួលគេងឲ្យបានស្រួលនឹងហើយខួរក្បាលបំលែងវាទៅជាការចងចាំនេះសំខាន់ណាស់ថ្លៃកន្លែងហ្នឹងបើគេមិនគ្រប់គ្រាន់ចងចាំក៏ទាបនេះបាទគេបញ្ជាក់ណាបើគេមិនគ្រប់គ្រាន់ចងចាំគឺទាបទី4 stress ណា stress ឬក៏អារម្មណ៍អវិជ្ជមានណាយើងរៀនអ្វីក៏ដោយបើសិនខួរក្បាលយើង stress ឬក៏អារម្មណ៍យើងអវិជ្ជមានក៏អត់ចងចាំបានល្អដែរអញ្ចឹងក្មួយត្រូវប្រកាសថានៅពេលដែលក្មួយទៅរៀនអ្វីមួយជាពិសេសទៅសាលាឬក៏ទៅរៀនអីក៏ដោយក្មួយត្រូវតែមានអារម្មណ៍ថាអារម្មណ៍វិជ្ជមានព្យាយាមទម្លាក់ចោលអ្វីដែលជាអារម្មណ៍អវិជ្ជមានឬក៏ stress អីហ្នឹងបាទហើយខ្ញុំតែនិយាយប្រាប់មួយថានៅពេលលេងលេងឲ្យសប្បាយជាមួយមិត្តភក្តិប៉ុន្តែនៅពេលរៀនគឺត្រូវបដោតបាទអត់មានចូលមកហើយអាម៉ោងត្រូវរៀនឯងត្រូវលេងកេះនេះកេះនោះកេះគ្នាកេះឯងហ្នឹងអត់ចេះទេមួយណា stress ខ្លាំងខ្វះកម្រិតសុខចិត្តហៅថាយើង stress ខ្លាំងយើងអត់សុខចិត្តអារម្មណ៍យើងវាអត់ស្ងប់អត់ល្អបាទធ្វើឲ្យខួរក្បាលច្រឡំណាមិនអាចទុកបានល្អណាកាលណាយើង stress អីហ្នឹងខួរក្បាលវាអត់ចង់ទទួលអ្វីដែលដាក់ចូលទៅទេបាទខួរក្បាលច្រឡំអូខេ stress ឬខ្វះជំនឿអាចបង្កការរំលឹកច្រើនបញ្ហាខ្ញុំបានសម្រួលយ៉ាងថាកាលណាបើ stress ឬខ្វះជំនឿភាគច្រើនតែងតែនឹកឃើញនៅពីបញ្ហានេះពិបាកអញ្ចេះពិបាកអញ្ចោះអានេះចេះអានេះចុះអូរៀនមិនចូលអត់ចូលចិត្តមុខវិជ្ជាហ្នឹងអាហ្នឹងហើយជាហេតុដែលយើងមិនចង់ចាំបានដូរនេះជាចម្លើយស្រាវជ្រាវអំពី AI ChatGPT ណាអូខេទី5មិនបានយល់ន័យសិនណាពេលខ្លះឧទាហរណ៍ខ្ញុំតែងតែណែនាំកូនសិស្សដែលមករៀនជាមួយខ្ញុំក្មួយបើសិនជាយើងអត់យល់ទេមិនបាច់កត់ទេពីព្រោះអីខ្ញុំតែពេលខ្លះអត់ទៅចាប់ផ្ដើមនិយាយបញ្យល់អត់ស្ងោកមុខកត់អត់ស្ដាប់អីទាំងអស់ទេអាហ្នឹងហើយឆែតផលដែលក្មួយអត់ចេះអញ្ចឹងនៅពេលដែលគ្រូចូលថ្នាក់ភ្លាមគ្រូចាប់ផ្ដើមនិយាយគ្រូចាប់ផ្ដើមទាញធ្វើទាញដីសក្មួយត្រូវបដោតឲ្យយល់ថាតើគ្រូនឹងនិយាយពីអីនេះទម្លាក់ប៊ិចអីចោលទាំងអស់ហើយអង្គុយឲ្យស្ងៀមស្ដាប់គ្រូអាហ្នឹងបានគេបានយល់អូខេបើរៀនចាំពាក្យមិនយល់ន័យវាមិនអាចទុកមិនចង់ថាមិនអាចចងចាំបានយូរទេនេះដល់នៅកន្លែងហ្នឹងណាឧទាហរណ៍ថាអង់គ្លេសរៀនចាំពាក្យនឹងមួយចាំប៉ុន្តែអត់យល់ន័យហ្នឹងក៏ចាំបានយូរដែរឧទាហរណ៍មួយទៀតមេរៀនធរណីមាត្រណាឧមាថាមេរៀនទី3និយាយពីអីព្យាយាមយល់ពីចំណងជើងមេរៀនហ្នឹងសិនណាហើយព្យាយាមយល់អំពីទ្រឹស្ដីរួមរបស់មេរៀននឹងមួយសិនជាពិសេសមេរៀនមុខវិជ្ជាសាស្ត្រមួយត្រូវតែយល់អំពីអត្ថន័យមួយវាសិនណាទើបយើងទៅធ្វើលំហាត់កើតទើបយើងទៅដោះស្រាយបញ្ហាកើតបើយើងអត់យល់អំពីទស្សនៈពីអត្ថន័យឲ្យវាយើងទៅមិនចេះណាឧទាហរណ៍រៀនអន្តរនេះចង់និយាយអង់គ្លេសរៀន
នៃពាក្យមួយឧទាហរណ៍ជាប្រើវាណាអានេះខ្ញុំយក AI មកយកបានស្រួលចង់មានន័យថាចាំបានយូរជាងបាទរៀនពាក្យមួយហើយប្រើវាអានឹងចាំបានយូរជាងបានន័យថាយើងយល់ណាយើងយល់វាឧបមាថាយើងរៀនពាក្យអង់គ្លេសមួយអញ្ចឹងយើងព្យាយាមយកអាពាក្យមួយហ្នឹងទៅសរសេរជាប្រយោគអីខ្លីៗណាអាហ្នឹងវាធ្វើឲ្យយើងចាំបានយូរអូខេចង់ន័យថាអញ្ចឹងបាទខុសពីសមត្ថភាពចងចាំធម្មតាអូខេខ្ញុំបានស្រួលកន្លែងនេះទី6ណាបាទមនុស្សខ្លះមានបញ្ហាដូចជា DHAD ឬអូខេចង់មានថា DNA ណា DHA ចង់ថាអានឹងពាក់ព័ន្ធប្រព័ន្ធខួរក្បាលអូខេឬក៏និយាយខ្លីនេះកន្លែងនេះវាស្រួលយល់ណាបាទខ្ញុំគុំសូវយល់ភាសាតិចដែរបានអត់បានស្រាវជ្រាវបន្ថែមអូខេភាពចាស់វ័យចាស់អានឹងក៏ជារឿងមួយដែលរួមចំណែកធ្វើយើងអត់ចាំមែនកន្លែងហ្នឹងហេតុផលដែលមនុស្សកាន់ចាស់កាន់តែភ្លេចនេះបាទកាន់ចាស់កាន់តែភ្លេចហេតុអីបានចាស់កាន់តែភ្លេចភាគច្រើនមកពលគិតមើលមនុស្សចាស់ដេកមិនគ្រប់គ្រាន់ណាសម្រាប់មិនគ្រប់គ្រាន់អាហ្នឹងហើយគឺការភ្លេចវាទៅតែម្ដងអូខេសេចក្តីផ្ដល់អនុសាសន៍ហ្នឹងអញ្ចឹង AI គាត់ប្រាប់បន្តទៀតថាអនុសាសន៍ធ្វើម៉េចដើម្បីរៀនឲ្យចងចាំបានល្អណាចងចាំបានល្អយើងអាចបាទទី1រៀនដោយផ្ដោតអារម្មណ៍ណារំលឹកឡើងវិញណាគឺផ្ដោតណាចូលមករៀនអង្គុយភ្លុកគឺត្រូវផ្ដោតទៅលើតើថ្ងៃនេះគេបរៀនពីអីគេនិយាយពីអីបើអញឃើញសិស្សខ្លះអត់ទេបាទចូលភ្លុកហ្នឹងខ្ញុំឆ្ងល់មិត្តភ័ក្ដិនៅជាមួយគ្នាវ៉ាងាកដើរលេងជាមួយគ្នាចែកជាមួយគ្នាវ៉ាងាកប៉ុន្តែចូលឡើងថ្នាក់នៅតែចែកនេះទៀតនឹងជាកើតអីណាខ្ញុំតើក្មួយគិតយ៉ាងម៉េចបានជាអត់យកចិត្តទៅលើការរៀនសូត្រអញ្ចឹងរៀនត្រូវតែផ្ដោតបើមិនផ្ដោតទេមិនចេះទេណាទី2ស្ទង់ឡើងវិញចង់ថារំលឹកឡើងវិញទី1រៀនទី2រៀនហើយត្រូវតែរំលឹកឡើងវិញណាបើមិនរំលឹកទេខួរក្បាលវាមិនចាំទេវាភ្លេចបាត់ហើយបាទទី3បង្រៀនអ្វីដែលបានរៀនគេថាម៉េចបើសិនយើងរៀនអីមួយបានថ្មីហើយយើងយកទៅបង្រៀនអ្នកដទៃអាហ្នឹងបានន័យថាចេះកាន់តែខ្លាំងអញ្ចឹងបើយើងរៀនបានអីថ្មីហើយយើងអាចទី1បង្រៀនអ្នកដទៃទី2បង្រៀនខ្លួនឯងអូថ្ងៃនេះយើងរៀនបានពីអីយើងបង្រៀនឡើងវិញឬក៏បង្រៀនអ្នកដទៃអាហ្នឹងគេស្រាវជ្រាវឃើញថាហ្នឹងធ្វើយើងចាំបានយូរឥឡូវសាកចេះមកថាមួយចេះពាក្យអង់គ្លេសថ្មី3ពាក្យទៅបរៀនបងអូននៅផ្ទះណាក្មួយនឹងចេះខ្លាំងថ្ងៃនេះរៀនមុខវិជ្ជាគណិតឬក៏ធនធានមាត្រថ្មីអាចទៅបរៀនសិស្សបងអូនទៅបរៀនមិត្តភ័ក្តិក្មួយនឹងចេះខ្លាំងណាបាទទី4គេងគ្រប់បាទអញ្ចឹងក្មួយវ័យក្មេងគឺគេង7ទៅ8ម៉ោងក៏ប៉ុន្តែចាស់ក៏ដោយបើសិនជាចាស់គាត់នៅតែរក្សាការគេងឲ្យបាន7ទៅ8ម៉ោង4ម៉ោងពីក្មេងរហូតដល់ចាស់គាត់មិនងាយភ្លេចប៉ុន្តែភាគច្រើនយើងដឹងថាមនុស្សចាស់ការងារច្រើនគិតច្រើនសម្រាប់បានលក់បញ្ហាសុខភាពអញ្ចឹងជាហេតុផលធ្វើឲ្យភ្លេចបាទអូខេចុងទី5គឺបង្កើតអារម្មណ៍ល្អព្យាយាមធ្វើឲ្យអារម្មណ៍ល្អបាទពេលចូលរៀនតាំងចិត្តអារម្មណ៍ឲ្យល្អឲ្យសុបាយបាទព្យាយាមបំភ្លេចអ្វីដែលមិនល្អចេញបាទហើយយើងនឹងអាចទទួលយកបានមេរៀនកាន់តែច្រើនអូខេអញ្ចឹងនេះជាយោបល់មួយទៀតដើម្បីរៀនឲ្យចាំប្រើវិញ្ញាណទាំង4ឲ្យចំពេលដើម្បីបញ្ជូនព័ត៌មានមកកាន់ខួរក្បាលអញ្ចឹងកូនសិស្សដែលតែនឹងរៀនរបស់ខ្ញុំតែតែប្រាប់កន្លែងនេះរំលឹកជារឿយណាបាទគឺខួរក្បាលនៅក្នុងក្បាលអត់ដឹងអីទេអញ្ចឹងទិន្នន័យទាំងអស់ណាដែលចូលមកខួរក្បាលគឺតាមរយៈវិញ្ញាណដែលនៅខាងក្រៅខ្លួនឯងណាបាទខ្ញុំតែងតែប្រាប់មួយជារឿយបាទខួរក្បាលគឺដូចខាងដើមអញ្ចឹងគឺ2លានកន្លះជីកាបៃធំមែនទែនប៉ុន្តែបើសិនជាយើងអត់បញ្ចូលព័ត៌មានទៅតាមវិញ្ញាណទាំងអស់នោះទេខួរក្បាលអត់ដឹងអីដែរណាអូខេអញ្ចឹងវិញ្ញាណសំខាន់ដែលយើងប្រើក្នុងនាមបងប្អូនក្មួយកូនជាអ្នករៀនសំខាន់ស្អីខ្លះខ្ញុំលើកមក4អូខេទី1ចក្ខុវិញ្ញាណភ្នែកមើលឲ្យបដោតឥឡូវបងប្អូនចេះបើសិនជាមនុស្សអត់មានមាត់អត់មានដៃមនុស្សអាចរៀនបានទេតារៀនតាមរយៈការមើលឥឡូវបងប្អូនគាត់មើលអីមួយទេមើលតែបដោតចិត្តទៅដាក់ខ្លាំងមួយនឹងចាំឧទាហរណ៍ឥឡូវនិយាយឲ្យខ្លីយើងមើលរឿងណាគិតថាយើងចាប់អារម្មណ៍ខ្លាំងហើយ
យើងជក់ចិត្តគឺរឿងហ្នឹងមើលរឿងហ្នឹង2ម៉ោងចង់ថាមើលហើយនិយាយនឹងបានវិញទាំងអស់វិញដោយសារយើងបដោតភ្នែកយើងមើលយើងបដោតខ្លាំងណាអាហ្នឹងដូចគ្នាពេលខ្លះយើងព្យាយាមប្រៀបធៀបកន្លែងហ្នឹងហើយយើងត្រូវតែបដោតថាមេរៀនត្រូវតែបដោតដូចយើងមើលរឿងដែរណាអញ្ចឹងភ្នែកហ្នឹងឯងបញ្ជូនព័ត៌មានមកកាន់ខួរក្បាលណាតាមរយៈភ្នែកបាទទី2បាទជីវហាវិញ្ញាណខ្ញុំចង់បដោតទៅលើមាត់ណានឹងឧទាហរណ៍យើងរៀនអង់គ្លេសយើងមើលឃើញណាអក្សរហ្នឹងអញ្ចឹងមាត់យើងត្រូវតែណាអានទន្ទិញថាតាមណាអញ្ចឹងការអានការទន្ទិញថាតាមហ្នឹងគឺបញ្ជូនព័ត៌មានមកខួរក្បាលណាបាទពីរបៀបហ្នឹងបាទទី3បាទសតវិញ្ញាណដែលថាតិចស្ដាប់បាទអញ្ចឹងយើងស្ដាប់ថាតើគ្រូនឹងនិយាយពីអីតើព័ត៌មានដែលកំពុងតែផ្សាយចេញនឹងនិយាយពីអីការបដោតណាអញ្ចឹងតិចមិនជាអ្នកផ្ទុកព័ត៌មានទេគ្រាន់តែលឺបញ្ជូនមកខួរក្បាលទេភ្នែកមិនមែនជាអ្នកផ្ទុកព័ត៌មានទេគ្រាន់តែលឺបញ្ជូនខួរក្បាលទេណាមាត់មិនមែនជាអ្នកផ្ទុកព័ត៌មានទេគ្រាន់តែលឺបញ្ជូនខួរក្បាលទេណាអញ្ចឹងពួកគាត់គ្រាន់តែជាអ្នកនាំសារមកទេអញ្ចឹងត្រូវតែស្ដាប់ណាស្ដាប់ឲ្យខ្លាំងឲ្យយកចិត្តទុកដាក់បានខួរក្បាលទទួលព័ត៌មានល្អច្បាស់ណាបាទទី4កាយវិញ្ញាណពាក់ព័ន្ធទៅនឹងដៃណានៅពេលដែលយើងបានឃើញព័ត៌មានបានឮព័ត៌មានបានអានព័ត៌មានដៃយើងត្រូវតែកត់ត្រាសរសេរណាហ្នឹងអញ្ចឹងចំណែករបស់បាទចំណែករបស់ដៃវានឹងចូលមក1/4នៃខួរក្បាលចំណែករបស់ត្រចៀកវានឹងចូលមក1/4នៃខួរក្បាលចំណែករបស់ភ្នែកវានឹងចូលមក1/4នៃខួរក្បាលចំណែករបស់មាត់វានឹងចូលមក1/4ខួរក្បាលអញ្ចឹងទាំង4ហ្នឹងឯង4ច្រកហ្នឹងឯងដែលធ្វើឲ្យខួរក្បាលយើងទទួលបានព័ត៌មានច្បាស់ល្អបើសិនជាយើងបដោតខ្លាំងមើលដោយបដោតស្ដាប់ដោយបដោតទន្ទិញដោយបដោតសរសេរដោយបដោតអញ្ចឹងព័ត៌មានដែលចូលមកខួរក្បាលគឺច្បាស់ល្អណាដល់ពេលយើងថ្ងៃក្រោយមានបញ្ហាខួរក្បាលនោះចេញព័ត៌មានតែប្រើប្រាស់ដោយមិនស្ទាក់ស្ទើរណាដោយមិនសពេចសពិលណាអូខេអញ្ចឹងទុំបានសួរទៅ AI ទៀតរបៀបរៀនឲ្យចាំឲ្យឆាប់ចាំមិនមែនទុំសួរទេប៉ុន្តែ AI បានប្រាប់ទុំថាតើទុំចង់ចេះប្រៀបអត់អញ្ចឹងទុំក៏ឆ្លើយថាចាម៉ាត់ណាឆ្លើយចាម៉ាត់ចេញមកណាគេអញ្ចឹងទី1ស្ទង់ឡើងវិញបានន័យថាrepeat មកថាតាមណារំលឹកឡើងវិញចង់និយាយថារំលឹកឡើងវិញបាទអ្វីដែលបានរៀននេះឧទាហរណ៍នេះគេប្រាប់ណារៀនបាន3ថ្ងៃរៀនបាន1ថ្ងៃរៀនបាន1ខែវាជួយឲ្យយើងចងចាំបានយូរណាបាទខួរក្បាលយើងរំលឹកឡើងវិញណាទី1ត្រូវរំលឹកឡើងវិញអ្វីដែលបានរៀនហើយទី1ទី2ណាត្រូវយល់ពីន័យណាត្រូវយល់ពីន័យអ្វីដែលបានរៀននិងយល់អត្ថន័យរបស់វាអត់ឧទាហរណ៍ខ្ញុំតែនិយាយជាពិសេសគឺក្មួយខ្ញុំថាអូខ្ញុំខ្សោយធននិមិត្តមកពីអត់យល់ន័យវាអត់យល់ន័យអត្ថន័យរបស់វាមេរៀនមួយទ្រឹស្ដីមួយអត់យល់មេរៀនសួរអត់យល់ទ្រឹស្ដីវាសួររហូតបានទៅធ្វើលំហាត់កើតបើមិនយល់ន័យមិនយល់វាទេទៅធ្វើលំហាត់មិនចេញបាទអង់គ្លេសដូចគ្នាបើពាក្យនឹងអត់យល់ន័យពាក្យនឹងផងតើយើងទៅធ្វើអីចេញទី3សរសេរផ្ទាល់ខ្លួនណាសរសេរកត់ត្រាបាទសរសេរអ្វីដែលបានរៀនដោយខ្លួនឯងសរសេរណាឧបមាថាខួរក្បាលមើលភ្នែកមើលតិចឮអញ្ចឹងសរុបព័ត៌មានមកយើងដៃយើងសរសេរនេះសរសេរអូជារួមនិយាយឧទាហរណ៍ប្រវត្តិវិទ្យាមកទំព័រក្មួយអានម្ដង2ដង3ដងអានហើយសង្ខេបមក3 4ចំណុចមកចាំហើយណាបាទទី4និយាយឬក៏បង្រៀនអ្នកដទៃណាអញ្ចឹងបានថាអ្វីដែលយើងរៀនបានយើងត្រូវបង្រៀនអ្នកដទៃសិស្សពូកែនៅពេលដែលគេមានក្រុមគេឧបមាថាក្រុមគេ5នាក់ថ្ងៃនេះវេនលោកកបង្រៀនគណិតវិទ្យាទៅមិត្តភ័ក្តិម៉ោងក្រោយទៀតវេនលោកកបង្រៀនរូបវិទ្យាទៅមិត្តភ័ក្តិអញ្ចឹងរៀនមេរៀនបានថ្មីជួបគ្នាទៅរៀនក្លឹបណាជួបគ្នាទៅរៀនក្លឹបខ្ញុំនិយាយទៅប៉ះពាល់ទៅដល់គ្រូរៀនគួរប៉ុន្តែជាយោបល់របស់ខ្ញុំនៅពេលដែលក្មួយរៀនមេរៀនពីសាលាហើយក្រៅពីម៉ោងរៀនគួរតែម៉ោងរៀនក្លឹបម៉ោងរៀនក្លឹបគឺមិត្តភ័ក្តិបញ្យលយើងណាមិត្តភ័ក្តិបញ្យលមិត្តភ័ក្តិសាកល្បងសាកមើលនឹងចេះទី5រៀនជាការលេងបាទធ្វើម៉េចឲ្យការរៀនហ្នឹង
បែបជារោគទីសាស្ត្រធ្វើម៉េចឲ្យរៀនលក្ខណៈថាលេងឲ្យសប្បាយអញ្ចឹងណាបាទឧទាហរណ៍ពេលខ្លះឧទាហរណ៍លើកមួយណាបាទអ្នកបកកែសិល្បៈម្នាក់ហ្នឹងបាទគាត់សង្ខេបប្រវត្តិវិទ្យាមកគាត់ rap បាទគាត់ជ្រើសភ្លេង YouTube គាត់ rap បាទគាត់ rap ប្រវត្តិវិទ្យាហ្នឹងបាទអាមេរៀនផ្នែកសង្គមគាត់នៅខ្លះគាត់ទៅសេជាចម្រៀងនៅខ្លះគាត់អានឲ្យថតដាក់កាសទុកអង្គុយស្ដាប់ខ្លួនឯងនេះអញ្ចឹងវិធីសាស្ត្រផ្សេងណាបាទអញ្ចឹងអានេះជារបៀបថាលេងនេះឲ្យរៀនមិនឲ្យលក្ខណៈលេងសប្បាយនេះអូខេទី6គេងល្អកុំភ្លេចព្យាយាមរកទីសាស្ត្រគេងពេលវេលាមួយថ្ងៃ24ម៉ោងណាជាង24ម៉ោងយើងដក8ម៉ោងគេងនៅសល់16ម៉ោង16ម៉ោងអញ្ចឹង6ម៉ោងយើងទៅសាលា8ម៉ោងទៅសាលាបាទអញ្ចឹងនៅសល់8ម៉ោងអាចរៀនគូអាចហូបចុកឬក៏លេងអីទីហ្នឹងជាការគ្រប់គ្រងពេលវេលាឲ្យប្រសើរណាអញ្ចឹងការគេងហ្នឹងឯងទី7គឺសប្បាយចិត្តនឹងអ្វីដែលរៀនព្យាយាមថាអូអានឹងរៀនអញ្ចឹងត្រូវតែសប្បាយចិត្តជាមួយវាឧទាហរណ៍ណាមួយអូខ្ញុំស្អប់គណិតវិទ្យាក្មួយនឹងមិនចេះគណិតវិទ្យាមកជីវិតហ្នឹងអូខ្ញុំស្អប់ធនធានក្មួយនឹងមិនចេះធនធានមកជីវិតហ្នឹងកុំស្អប់វាគ្រប់ចំណេះទាំងអស់កុំស្អប់ពីព្រោះយើងនឹងជួបវាឥឡូវក្មួយជាសិស្សបើក្មួយស្អប់គណិតវិទ្យាកិច្ចរួចទេអត់រួចទេបើក្មួយស្អប់ផែនដីវិទ្យាគេរួចគេរួចទេអញ្ចឹងព្យាយាមដូរអារម្មណ៍ដូរចិត្តលួងលោមខ្លួនឯងថាកុំស្អប់វាប្រាប់ខ្លួនឯងថាខ្ញុំស្រឡាញ់គ្រប់មុខវិជ្ជាទាំងអស់ដោយសារខ្ញុំចង់ចេះគ្រប់មុខវិជ្ជាទាំងអស់ណាអានឹងហើយជាវិធីសាស្ត្រដូរណាអូខេអរគុណច្រើនមួយដែលបានយកចិត្តទុកដាក់ស្ដាប់នៅកន្លែងនេះជូនពរសំណាងល្អជូនពររៀនបកែ